បងប្អូនអរគ្នាតម្លៃថ្មីរថយន្ត BYD Thai 7 Option 4WD Ultra ត្រឹមតែ$49,800តែប៉ុណ្ណោះហើយសម្រាប់ Option BYD Thai 7 2WD Pro ត្រឹមតែ$44,800ហើយរថយន្តនេះមានចំណុចពិសេសច្រើនខ្លាំងមែនទែនបងប្អូនសំចៃកម្លាំងខ្លាំងបើកបរបានគ្រប់ឋានភាពផ្លូវសាកថ្មមកពេញជាមួយអគ្គិសនីទៅពេញជិះបានដល់ទៅ1000គីឡូជាងកម្លាំង horsepower 600 horsepower ជាងជាន់ពី0ទៅ100ត្រឹមតែ 4.8 វិនាទីឯងបងប្អូនចង់ដឹងថា BYD Thai 7នេះមានចំណុចពិសេសអ្វីខ្លះតាមដានវីដេអូជាមួយខ្ញុំទាំងអស់គ្នាជំរាបសួរបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូបត់បង្ហាញអំពីរថយន្ត BYD Thai 7អញ្ចឹងមុនចូលទៅកាន់វីដេអូខ្ញុំចង់បង្ហាញអំពីម៉ាករថយន្ត BYD Thai 7ជូនបងប្អូនបន្តិចថាមានន័យថាម៉េចអញ្ចឹងតើតើនឹងពាក្យ Thai គឺមានន័យថា Titanium អញ្ចឹងណាតំណាងឲ្យភាពធន់រឹងមាំហើយបច្ចេកវិទ្យាទំនើបអញ្ចឹងបងប្អូនអាចនឹងដឹងណាមកពីពាក្យ Titanium ហើយសម្រាប់រថយន្តនេះផ្ទាល់គេធ្វើឡើងគឺដើម្បីសម្រាប់អតិថិជនដែលគាត់ចង់បានរថយន្តមួយដែលមានការសន្សំចៃខ្ពស់100គីឡូស៊ីសាំងត្រឹមតែ6លីត្រជាងនៅពេលដែលយើងប្រើលាយជាមួយអគ្គិសនីហើយនឹងសាំងហើយបើសិនជាបងប្អូនចង់ជិះអគ្គិសនីthậtក៏បានដែរជិះបាន100គីឡូម៉ែត្រជាងបងប្អូនបើយើងនិយាយពីកម្លាំងរថយន្តនេះបំពាក់ដោយម៉ាស៊ីន 1.5 ហើយនឹងម៉ូទ័របើរថយន្តពងបង្ហាញនេះម៉ូទ័រ2បងប្អូនខាងមុខផងខាងក្រោយផងហើយមានម៉ាស៊ីនទៀតបូកចូលគ្នាកម្លាំង horsepower បានដល់ទៅ600 horsepower ជាងជាន់ពី0ទៅ100ត្រឹមតែ 4.8 វិនាទីឯងសូម្បីតែ logo គេខាងក្រោយគេដាក់ហ្មង 4.8 សាហាវមែនទេជន់ហើបបងប្អូនហើយរថយន្តនេះផ្ទាល់ខ្ញុំបានយកបើកបរមួយល្ងាចហើយមកយប់ដែរមុននឹងខ្ញុំធ្វើការ review ជូនបងប្អូនអញ្ចឹងណាដល់ពេលដែលខ្ញុំបើកគឺខ្ញុំមានអារម្មណ៍ថាស្រឡះល្អមែនទែនយើងអង្គុយនៅផ្នែកខាងក្នុងមើលមកមុខឃើញតួឡានយ៉ាងទាំងមូលហ្មងហើយមានអារម្មណ៍ថាជិះទៅអំណាចហើយជិះរថយន្តនេះធ្ងន់ខ្លាំងមែនទែនជិះទៅវាដូចយើងទទួលបានអារម្មណ៍មួយថាវាជារថយន្តមួយដែលពិនិត្យហើយផាសុកភាពបងមានអារម្មណ៍ថាយើងមានទំនុកចិត្តលើរថយន្តនឹងតែម្ដងបងប្អូនឥឡូវយើងចូលមកដល់តាក់ទងនឹងរូបរាងអញ្ចឹងសម្រាប់រថយន្តនេះបើយើងនិយាយពីបណ្ដោយណា4999 មីលីម៉ែត្របងប្អូនវែងខ្លាំងមែនតើបើយើងនិយាយពីតឹងខ្វះតែបន្តិចទៀត2ម៉ែត្របងប្អូន1995 មីលីម៉ែត្រតែទៅនឹងកម្ពស់1865 មីលីម៉ែត្រហើយបើយើងនិយាយពីគម្លាតកង់មុខក្រោយ2920 មីលីម៉ែត្របងប្អូនហើយបើយើងនិយាយពីការបត់រថយន្តហ្នឹងណាត្រឹមតែ 5.7 ម៉ែត្រទេយើងអាចបួងបានអញ្ចឹងវាចិត្តស្រួលនឹងការបើកបរក្នុងក្រុងហើយបើយើងនិយាយពីទម្ងន់រថយន្ត2450គីឡូបងប្អូនគឺ2តោនជាងបើយើងនិយាយពីទម្ងន់ផ្ទុកសរុបណា2860គីឡូក្រាមបងប្អូនអញ្ចឹងសម្រាប់ទំហំប៉ុណ្ណឹងគឺបងប្អូនអាចជិះបានខាងក្នុង5នាក់គឺមកតលាយដល់6នាក់អីក៏បានដែរបងប្អូនអត់បញ្ហាហើយខាងក្រោយឡើងដាក់អវ៉ាន់ធំមែនតើឥឡូវយើងចូលមកការរចនាផ្នែកខាងមុខសិនអញ្ចឹងសម្រាប់ចង្គៀងពេលបងប្អូនជិះយប់ឡើងគាត់តែខ្ញុំចុចដោះតោចង្គៀងគឺចេញមក animation ទៀតស្អាតមែនតើបងប្អូនខ្ញុំចូលចិត្តចុចលេងមកគាត់តែឃើញមានអារម្មណ៍ថាថ្លៃថ្នូរមែនតើហើយខ្ញុំយប់មិញខ្ញុំបានជិះយកទៅកម្មវិធីដែរសិនតុកគាត់តែឃើញរថយន្តជង្គៀងមួយថ្ងៃលុយមែនស្អាតមែនតើហ្មងស្អាតខ្លាំងហ្មងហើយមើលសញ្ញោគេប្រភេទជាសញ្ញោបណ្ដាញទៀតបាទហើយមើលកម្ពស់បងប្អូនអូយខ្ពស់ពីដីល្អមែនតើកម្ពស់បើយើងគិតជាដឺក្រេ24ដឺក្រេបងប្អូនអញ្ចឹងបងប្អូនជិះមិនភ័យថាប៉ះទេអញ្ចឹងមានន័យថាបងប្អូនជិះទៅគ្រប់ឋានភាពផ្លូវគឺអត់បញ្ហាទេបាទហើយមានអីការពារក្រុមនេះទៀតលុយមែនតើហើយបងប្អូនរថយន្តនេះបំពាក់ដោយកាមេរ៉ាមកជុំរថយន្តហើយ Ultrasonic 8គ្រាប់ទៀតអញ្ចឹងជំនួយในការបើកបរយើងសុវត្ថិភាពមែនតើងាយស្រួលក្នុងការបើកបរចូលចតសូម្បីតែពេលយើងខិតមកមុខវាមានគម្លាតប្រាប់យើងថាប្រវែងប្រហែលសង់ទីម៉ែត្រទៀតដល់រថយន្តយើងហើយគឺបង្ហាញប្រាប់យើងហ្មងច្បាស់មែនតើបងប្អូនហើយនេះ logo BYD អញ្ចឹងបងប្អូនគាត់តែឃើញ logo ហ្នឹងគឺអាចដឹងហើយគឺជារថយន្តដែលមានការធានាផ្លូវការពីក្រុមហ៊ុន BYD កម្ពុជាយើង8ឆ្នាំឬ160000គីឡូទៅលើម៉ូទ័រហើយរថយន្តនេះផ្ទាល់មានតាំងពី BYD App YouTube អីក៏មានដែរចាំខ្ញុំបង្ហាញបងប្អូននៅខាងក្នុងយើងទៅបងប្អូនចំណាំឲ្យតែរថយន្តមានការធានាផ្លូវការគឺបងប្អូនមាន full function ហ្មងយើងអាចបញ្ជាតាមទូរស័ព្ទដៃដើម្បីបញ្ឆេះឲ្យបើកម៉ាស៊ីនបញ្ជាក់មុនអីក៏បានដែរបងប្អូនអូខេអញ្ចឹងសម្រាប់ផ្នែកខាងមុខខ្ញុំមានប៉ុណ្ណឹងបន្ទាប់មកចាំបងប្អូនមកទស្សនាផ្នែកចំហៀងបន្តិចអញ្ចឹងសម្រាប់ផ្នែកចំហៀងនេះយ៉ាន់កង់គេបងប្អូននេះ logo BYD ហើយបើយើងនិយាយពីទំហំណាយន្តនេះបំពាក់ដោយសំបកកង់ទំហំ255 50R20សាកសមមួយតួខ្លួនមែនតើបងប្អូនចូលមកដល់សបកកង់ខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនបន្តិចដែរដោយសារតែខ្ញុំបានទស្សនាវីដេអូមួយដែលខ្ញុំបានបង្ហាញគេធ្វើការតេស្តរថយន្តហ្នឹងជិះល្បឿន140គីឡូម៉ែត្រក្នុង1ម៉ោងហើយរថយន្តហ្នឹងអត់មានរ៉េពេលដែលវាបែកកង់បាទដោយសារតែគេមានប្រព័ន្ធទប់នឹងហ្នឹង TSC វាជួយទប់ឲ្យយើងរ៉េចេញពីខ្នល់ទេអស់ចាមែនតើខ្ញុំដាក់វីដេអូបងប្អូនទស្សនាដែរខ្ញុំនេះជិះផ្ដោតលើសុវត្ថិភាពយើងខ្លាំងមែនតើបងប្អូនអូខេឥឡូវចូលមកមើលផ្នែកចំហៀងបងប្អូនមើលបាទទំហំ
ô thông khăn mình tên chợ thì nhớ đi camera hay trình máu đen bóng à và để dương trong phải lơ lan để dương mẹ làm nát play thano đây bóng phồn này không mình tên play phi ấy bật sập lo mình tên hay mình non choan cái này hay chết miên cái lại dương đạo bản đơn đi và hay khăn đi to cứ chia cái lại để dương anh sạn mò ban bóng phồn miên tăng tỷ phồn AC cái đôi chỉ DC tầm hôm mà có ý đó từ 35 cho cùng quay bóng phồn không mình tên cho mình nhung than chi ban to mà rồi cái lỗ chiếu mình thom mà thấy thằng bóng phồn vàยังไอ้สะทมอหรือเบื้องยืดในแต่กับบ้านให้ก็ support fast charge บางบนแต่เนิร์ดมันได้มองให้การช่วยคือกันไรเดี๋ยวยังไอ้จะสั่งบ้านให้จิ๋มวยโลโก้ BYD นั่นเองบ้า stress art มันได้บางบนโอเคจังแต่ต้องนำให้ขังมุกก็ได้จิ๋มให้จำเพียงมันเป็นหนังแล้วมาตัวสนามให้ขังกล้าวจิ๋มวยยมตัดออกนี่แต่บางบนจังมันเอาให้ขังกล้าวจังบางบนมันเคยเนี่ยจังเลยยังช่างให้แต่บงเกย์บางเกย์อ้วนอ่ะบุญจนผมไปเนี่ยไปได้จอนtừ tông tới mà đổi 4.7 vị hay top speed á man đòn mà đổi cày chọn top speed bong bồn ở lấy dương mưa cao ra chỉ nào thay khẳng khởi cho vào tại tông chỉ kiêng bồn bây giờ láng một xe đôi cái này animation cái chính xác mình tại mưa mắc cái clay thano mỏng cái bong bồn và sát cao ra chỉ nào chính máu cứ bài là off road bong bồn hay tại tông lại như đó mày lại đã không có cua ấy nè cứ cái lại đại bong bồn anh đạo bản bán chiều sáng bạn ở bên clan ADN trong từ trắng từ việc báo chỉ một tông đi môi máu để lại cho máu ấy chẳng bởi sao dù ông ôn đặt ảo bản lên lớn này và bạn bay cái lỗ của thọ bóng phôn mình là bạn ấy mà chân đuổi chẳng á và thầy mẹ càng nóng đấy chẳng ai đã bởi trong kết ban đúng rồi cái đã đập đi cái lỗ của thọ là bóng phôn mình là bỏ đại miếng lấn từ smart đi có nghĩa là bỏ ấy nên là bóng phôn cái 200 bách đã khỏi đi bàn và hay chẳng ai bật mình mất ok hay nhưng mà chỗ tiện đi mua chân bóng phôn này đi ẩm phi bóng phôn cho bạn chỉ lọc lưu tiện đi ẩm ai đi ẩm ô đi ẩm phi trong tiện bánh dual mode powerful đuôi mốt bên đây tha rồi cho đến phở cái sỉ phong sang phòng chỉ nằm mới ở được khơi chuyện đi âm bình mục thì nó tầm đằng ở viện powerful của rồi cho đến cầm lắng khăng vấn đề ta nhưng mà trẻ tệ tông rằng rồi cho đến buôn tranh bảy vị là tí nó cứ sầm rập rồi cho đàm miên cái hai ta phong phí nó thằng mục thằng khói á ba rồi cho đến cầm miên là tập hết ha tầm lá ca đời tập quan căng tờ pi đây ta đến tầm lá ca đời tập quan căng buồn chaเหมือนเดิมบางคนโอเคจังกันแล้วยมโจมาในขันขนมติ่งดิไหลบากูที่ขังดิตัวเตียนใจบอกโอ้ตัวหมองเจนเมาสมัยเมื่อบ่สักgiờ dân mới rụt dân lắm á dân chỉ đã lên khai hay dân quay chia lên máu đặt cao tắc thân ở bán ấy lần đi bán mình chỉ muốn lần đi tủ sắp ấy lần đi và lấy quay đạo bán trans mình đền này hay khơi bóng phôn mượn tên tới khăn khổ ấy và hay khăn cái đông đi cái miếng nó ao chỉ sang sạn nó phải bóng phôn chưa được dân đi về đi cái miếng sang sạn nó te hay có khăn khổ đi miếng opaco vì thủ ớt để dân anh vô lương trên một rau bán nó về bóng phôn tới phải người ta lại nha thời ca hàng sách đảm bài ấy vô lương một phở bàn và opaco thôi mà tao mong vì thủ ớt bóng phôn hay anh ấy cứ opaco dân xạ ấy xinh bà hay nằng miên opaco sập cắn hay trong này nom lơ opaco đi môi đá nhưng cái thằng bóng phôn phải chỉ ở tay đầm chắc anh ấy cứ chỉ cái anh hay thằng cáiก็คือสำหรับhở nó về bóng phôn bài cẳng bóng phôn anh banh đi vật trầu và hay cái đại này chỉ ban là bướn cái đóng 80 km không mà màu hay spray đào bán ấy cứ thôm mình tên người sang gặp phôn được cua lỗ đặt đây các bạn ông bố này thôm sang mình tên hay những anh cắt cái đang bắt cho tay món các bạn này trong một phôn cha chỉ chọn đắng ngày tha ta một con chương khẩu được dân ní đầm ná cá bài ná đài nhiều tới một con chương khẩu được dân ní ai tha hiểu vì xét rồi sao ta kêu phở một con chương khẩu thằng mốc á này tập bò với sport bộ DJC intelligent đảm hình hay khang khói phở Martin DJC intelligent ดัมพิงให้จะต้องประกอบโบมคือเก็บผลประกอบโบมฉลาดไว้เฉียบประกอบโบม frequency variable ดัมพิง shock absorber มีในทางประกอบเชิงขมนี่คือหนึ่งช่วยกัดปะทอยเพียบรถเละในรถยนต์ให้จะสไลด์ได้ยมบานชีรถยนต์นั้นคือกัดปะทอยมันชราเหมือนกันคนใต้ร้อนในการบางโบตัวบางโพแบบบางสะยมใต้ใหญ่ๆได้จังดังเป็น performance ในการบางโบอันแบบบางสะบานตัวรถยนต์นี่คือประเภทรถยนต์คืออันบางโบสะบางบานบางโพอันแบบบางให้แต่เป็นจัดจำติงใต้ยมชื่อแฉะมองรถยนต์นี้บองโอนแต่เฮาบ้าจีอัดอัดดอกจัดบานเดให้ขังเขาต้องออปชั่นตึงเนื้อก็สะหายเลยก็อีกมาซาสองข้างงงไอ้ห้องมาตาจังดังท่าตุ่มเนื้อแบบน่าลอยแบบน่ามาตามด้านในขังเขาต้องจีบยังตับออกนี่โจมาเอาในขังเขาต้องบองโอนไอ้ขังมุกคือกับไอ้กายท่าไอ้มาห้าพาสกปรกมองสู้ตาให้ได้เมียนมาซาแต่งสองข้างเมียนตรเจาะบ่าทาเกยช้อนแล้วแต่งสองข้างเมียนกระดาษแต่งสองข้างเท้าสำคัญจีบเพชรปุ๊กสุกใบต้นปุ๋ยพาสกปรกเหมือนเดิมโจมาตาตรงนี้เกลือจังใจยังให้สำคัญอะไรแบบแชร์บางคนเนี่ยชัดเฉียบอัดด้วยแต่ดูตะชอมสัญญาบางคนคือพาสกปรกเหมือนเดิมบางคนเยอะแต่ขมยางคือด่ามาสั่งแต่อัดไม่ได้ถึงคว้าสมัยเยอะมากบางคนโอเคแล้วยุ่งโจมาการถ้าชนะในขันช่วยดิฉันยังสมัยได้เพียงเนี่ยมีส่วนตรงกลางบ่าให้เพียงบัดมาหับหล่อบางคน
មានមុខងារ ឆា lock បាទ window lock ហើយមានមុខងារដែលជាក្តោបអូតូហើយសំខាន់មួយទៀតរថយន្តនេះហេតុផលដែលជិះទៅស្ងាត់ល្អហ្នឹងវាគប់សំនឹងកញ្ចក់នេះបងប្អូនកញ្ចក់2ជាន់អញ្ចឹងជិះទៅស្ងាត់ល្អមែនទែនភាគច្រើនបងប្អូនចំណាំមើលឲ្យតែស្ទាបឃើញមាននេះកណ្ដាលនេះគឺកញ្ចក់2ជាន់ហើយក្រាស់ចាស់ល្អបងប្អូនគេមានមុខងារណាសំបីតែពេលបងប្អូនបើកញ្ចក់អំឡុងពេលដែលបិចភ្លៀងមកក៏វាបិទអូតូដែរនៅពេលដែលវាចាប់ដឹងថាមានទឹកភ្លៀងធ្លាក់មកហើយគឺកញ្ចក់យើងទៅបីបើកក៏វាបិទឲ្យយើងអូតូបន្តិចដែរឆ្លាតវៃខ្លាំងមែនទែនបងប្អូនបន្ទាប់មកខ្ញុំនិយាយពីផ្នែកកណ្ដាលនេះមុនដោយសារតែម្ដុំនេះកន្លែងដែលខ្ញុំពេញចិត្តខ្លាំងមែនទែនបងទី1រថយន្តនេះមានទូទឹកកកតែម្ដងយើងអាចបើកក៏បានអាចបិទក៏បានហើយយើងអាចប្រើត្រជាក់យើងអាចប្រើដល់ដក6អង្សាបងប្អូនណានេះអាចសេរីបាននេះបាទពីដក6រហូតដល់6អង្សាបើយើងចុចប៊ូតុងវាណាចុចពីលើទៅវាលោតទៅបានរហូតដល់50អង្សាបងប្អូនអូពី35ដល់50អង្សាក្នុងនេះមួយគឺពិសេសមែនតើហើយទឹកសុទ្ធតែបាន4 5ដបបងប្អូនលយមែនតើហ្មងកន្លែងហ្នឹងគឺខ្ញុំឆ្លាញ់ខ្លាំងសារប្រទេសខ្មែរយើងជាប្រទេសដែរក្តៅយើងពេលថាដៅលេងយើងត្រូវការដកមកគឺទឹកត្រជាក់ហ្មងហើយបើសិនបងប្អូនចង់កម្ដៅឧទាហរណ៍បងប្អូនមានហតឡាតេបាទត្រូវការឲ្យវាក្តៅបានយូរវិញដាក់ក្តៅក៏បានដែរបានគ្រប់កន្លែងទេសៈហ្មងពិសេសខ្លាំងមែនតើនេះកន្លែងដាក់កៅទឹកនេះហើយផ្នែកកណ្ដាលនេះគឺកន្លែងសាក់ថ្មអត់ខ្សែ50វ៉ាត់ទាំងពីរចង់បិទក៏បានចង់បើកក៏បានគាត់តែយើងលើកទូរស័ព្ទមកដាក់មកគឺសាក់ថ្មបងប្អូនហើយក៏ជាកន្លែងដែលយើងអាចដាក់ទូរស័ព្ទបានដែរបងប្អូនហើយកន្លែងនេះផ្ទាល់ទៀតគឺយើងអាចមានប៊ូតុងយើងអាចសេរី mode try mode យើងណាក្នុងនេះវាមាន sport អូដូរសលេងណាមាន snow eco normal បាទមាន try mode ជូនយើងប្រើប្រាស់ហើយមានមុខងារបិទបើកអូតូហូលើនេះបាទប៊ូតុងអក្សរ A នេះអានេះមុខងារភ្លើងសុំផ្លូវអានេះប៊ូតុង start stop រថយន្តនេះបងប្អូនចង់បិទបជាបើកម៉ាស៊ីនអីតាមរយៈប៊ូតុងហ្នឹងក៏បានឬក៏បងប្អូនឡើងមកគ្រាន់តែជន់ប្រាំងរថយន្តយើងបានឆេះក៏បានដែរបងប្អូនងាយស្រួលមែនតើហើយនេះគឺប៊ូតុង EV ក៏ដូចជា HEV បងប្អូនចង់ប្រើ Business សុទ្ធចុចទៅគឺឃើញដាក់ពាក្យ EV លើហ្នឹងហើយចឹងមិនថាដំណើរការមក Business សុទ្ធ HEV គឺលាយជាមួយនឹងសាំងហើយកន្លែងនេះកន្លែងសេរីយកបិទបើកសំឡេងនានាចឹងទៅអូខេហើយខាងក្រោមនេះក៏មានដូចថាហ៊ុនសាក Type C អញ្ចឹងនៅពេលបងប្អូនជាវរថយន្តតែទំនើបអញ្ចឹងណាមានន័យថាបងប្អូន sell ផ្សេងលុយយើងអាចបាច់ទិញដុំសាកអីបន្ថែមសាក Type C ហើយច្រើនណាខ្ញុំមានន័យត្រូវទិញទៀតបាទសាកថ្មលបឿនលឿននេះក៏បានដែរហើយបើថាអូតិចយកខ្សែមកដាក់សាកថ្មបានក៏បានបាទរយទៀតលុយមែនតើហ្មងងាយស្រួលមែនតើហ្មងហើយរថយន្តនេះបើយើងនិយាយពី option នៅក្នុងអេក្រង់នេះគឺមានច្រើនមែនតើដល់ឥឡូវបងប្អូនកំពុងឃើញកំពុងតែប្រើ Android Auto យើងអាចមើលផែនទីជាផែនទីនេះដោយសាររថយន្តនេះជាប្រភេទ Global Spec គឺមានធានាផ្លូវការ Apple CarPlay Android Auto ដោយមិនបាច់ប្រើខ្សែបាទ wireless ហ្មងអញ្ចឹងបងប្អូននេះអាចមើលបាន application គេមានតាំងពី Google Map ក៏បាន Google Assistant មានតាំងពី Play Store បាទមុខងារច្រើនមែនតើ Apple CarPlay Android Auto YouTube ក៏មានដែរអញ្ចឹងបងប្អូនអាចគណិតជាមួយ wireless ហើយយើងអាចមើល YouTube ប៉ុន្តែបញ្ជាក់ជាទូទៅមុខងារ YouTube មិនថាលើរថយន្តម៉ែគឺឲ្យមើលនៅពេលដែលបងប្អូនឈប់មកកន្លែងនៅពេលបងប្អូនដូចថាបើកដំណើរការទៅមុខគឺវាអត់ឲ្យមើលទេអានេះជាមុខងារសុវត្ថិភាពវាល្អមែនតើសម្រាប់យើងជាអ្នកប្រើប្រាស់គឺរថយន្តគេគិតដល់សុវត្ថិភាពយើងខ្លាំងមែនតើបងប្អូនល្អកន្លែងចំណុចហ្នឹងណាអញ្ចឹងបងប្អូនត្រូវយល់ដែរបាទមិនមែនគេមិនឲ្យប្រើទេជាទូទៅបើកឡានគឺគេអត់ឲ្យមើលវីដេអូគេខ្លាចតែកង់យើងមើលអញ្ចឹងណាបាទញ៉ាំឡើយមុខងារទូទឹកកកមិញលុយមែនតើយើងអាចសេរីលើហ្នឹងក៏បានដែរចេញមកតំណងខ្លាំងហ្មងជាមុខងារដែលខ្ញុំស្រឡាញ់ខ្លាំងមែនតើហ្មងអូខេយើងចូលមក option នានាតទៀតឥឡូវយើងចូលដល់ក្នុង vehicle setting នៅលើនេះ common ហ្នឹងមានន័យថាកន្លែងដែលយើងអាសាប្រើណាអញ្ចឹងបងប្អូនចូលមកខ្ញុំចង់បញ្យល់មុខងារ vehicle to load ដែលខ្ញុំនិយាយនៅខាងក្រោយមិញនៅពេលបងប្អូនចង់ឲ្យភ្លើងចេញទៅខាងក្រោយដើម្បីប្រើចុចលើ vehicle to load មកនេះយើងអាចបើកចុច enable វាមកគឺថាវានឹងបញ្ជូនភ្លើងទៅខាងក្រោយហើយគាត់ថាឥឡូវយើងអត់បានប្រើទេគាត់ខ្ញុំប្រាប់បងប្អូនថាអាចប្រើកន្លែងហ្នឹងហើយនឹងមុខងារផ្សេងទៀតបាទបងប្អូនអាចទស្សនាលើហ្នឹងបានខ្ញុំគាត់ថាវាអត់ជាពិបាកអីស្មុគស្មាញទេហើយ regenerate braking នេះបើសិនបងប្អូនដាក់ហើយវាបងប្អូនដូចថាយើងជន់ហ្គានៅពេលយើងដកជើងវារៀងមានអារម្មណ៍ថាយើងច្បឺតិចដើម្បីជួយធម្មពលថ្មយើងបន្ថែមអញ្ចឹងតែបើយក standard ពេលយើងប្រឡែងជើងទៅវា smooth ល្អហ្មងបាទនេះភ្លើង ambient light ភ្លើងបំភ្លឺខាងក្នុងរថយន្តពេលយប់ភ្លឺតិចបែបផ្លៃធ្នូស្អាតមែនតើយប់ឡើងគឺស្អាតហ្មងជិះមកយើងអាចសេរីតាមមុខងារដែលយើងស្រឡាញ់បាទមុខងារច្រើនហើយកន្លែងនេះគឺកន្លែងដែលយើងអាចសេរីមើល trip លើតាក់តងកុងទ័រយើងនេះ audio ហ្នឹងគឺយើងមើល kilo total យើងហើយ trip A trip B trip HEV ហ្នឹងគឺយើងមើល trip មួយម៉ាស៊ីនសាំង trip EV ហ្នឹងគឺអគ្គិសនីយើងជិះបានប៉ុន្មាន kilo តាំងយើងជិះមកអញ្ចឹងណាបាទហើយនេះបិទបើក slide counter ហើយ slide counter គេធំណាស់បងប្អូនដល់តែ26អ៊ីងឃើញច្បាស់ហ្មងដល់ឥឡូវទ្វារខាងតាមពុំបើកវាចេញលើហ្នឹងហ្មងច្បាស់មែនទែនងាយស្រួលក្នុងការបើកបោយើងអត់ចាំបាច់មើល counter លើនេះយើងមើលលើកញ្ចក់សមត្ថភាពយើងហ្មង
ហើយតែតង់អេក្រង់កណ្ដាលនេះ 15.6 inch ក៏ធំដែរ touch screen smooth ល្អមែនតើចានេះមុខងារភ្លើងបាទនានាតែគាត់ថាខ្ញុំដូចជាមិនចង់និយាយឲ្យវាវែងខ្លាចវាវីដេអូវាកាន់តែវែងហ្នឹងគាត់ថាមុខងារអស់នេះគឺថាបងប្អូននៅប្រើរថយន្តនេះអាចនឹងចេះប្រើច្រើនជាងអត់ជាបញ្ហាទេគាត់ថាបើសិនបងប្អូនអត់យល់ចាំ inbox សួរខ្ញុំបន្ថែមក៏បានដែរយើងអាចសេរីកម្ពស់ពលឺបានឡើងចុះចឹងទៅហើយមុខងារឡើងចាក់សោនេះ lock ហ្នឹងលុយតាក់តងកញ្ចក់ពេលបងប្អូនជិះលឿនឲ្យវាបិទខ្លួនឯងក៏បានពេលមិនភ្លៀងវាបិទខ្លួនឯងក៏បានលុយមែនតើបង cool ហើយ Adjo ហើយតាក់តង speaker រថយន្តនេះបងប្អូនបំពាក់ដោយ18គ្រាប់ 3D sound បាទស្ដាប់ព្រមមែនតើខ្ញុំហ៊ាននិយាយថាបងប្អូនច្បាស់ជាពេញចិត្តនៅសំឡេងរថយន្តនេះខ្ញុំបានសាកស្ដាប់ហើយគឺខ្ញុំពេញចិត្តខ្លាំងមែនតើងុំតិចយើងហ្មងតែយកចិត្តសាច់ចម្រៀងគឺដឹងតែពេញចិត្តហើយសំខាន់សូម្បីតែ slide counter បញ្ជាក់បងប្អូនអាចសេរីឡើងចុះបានមិនថាអូកម្ពស់យើងប៉ុណ្ណាសេរីទៅអត់ត្រូវយើងអាចសេរីកម្រិតពលឺវាអីនៅក្នុងហ្នឹងបានហើយសំខាន់បាទ theme គេមាន snow ហ្នឹងក៏ប៉ុន្តែនៅខ្មែរយើងអត់ចាំបាច់ប្រើព្រោះយូរទៅពេលព្រិលខ្លាំងបើសិនជា slide counter យើងភ្លើងពណ៌សមើលមិនឃើញចេះណានិយាយទៅរថយន្ត BYD គេគិតលើប្រព័ន្ធសុវត្ថិភាពខ្លាំងមែនតើហ្មងបាទនេះ screen នេះអូយចេញមកឲ្យយើងងាយស្រួលក្នុងការប្រើប្រាស់មែនតើ Light Energy នេះយើងអាចមើលថាឡានយើងកំពុងតែដំណើរការជាមួយអគ្គិសនីឬក៏ម៉ាស៊ីនអីចឹងណាបាទលើរថយន្ត hybrid ទូទៅគឺថាបងប្អូនអាចនឹងភាគច្រើនដឹងហើយរថយន្តនេះផ្ទាល់កម្រិតស៊ីប្រេងល្អមែនតើបើសិនជាបងប្អូនជិះដូចថាអត់ចង់ឲ្យប្រើមួយសាំងជា EV សុទ្ធសាកថ្មក៏បានដែរប៉ុន្តែខ្ញុំចែកម្លែកដែរកុំប្រើតែអគ្គិសនីសុទ្ធពេកព្រោះបើសិនបងប្អូនប្រើអគ្គិសនីសុទ្ធពេកហើយយើងអត់ប្រើម៉ាស៊ីនក៏វាអត់សូវល្អដែរយើងត្រូវប្រើលាយគ្នាទៅមកអញ្ចឹងណាបងប្អូនលេងសាក់តែអាំងមានអគ្គិសនីជាបាន100គីឡូជាងសាកថ្មជីរហូតបាទប្រើសាំងផងបងប្អូនណាចង់ថារថយន្តទំនើបបងប្អូនត្រូវស្វែងយល់ពីវាដែរមុនបងប្អូនប្រើអូខេឥឡូវយើងចូលមកដល់ line drive intelligent នេះមានមុខងារទប់ពេលយើងជួយចោះចំណោតបាទហើយនេះ auto hold បាទជួយពេលយើងឈប់ stop ឈប់អីហ្នឹងហើយ comfort driving នានាបិទទឹកអូតូបិទបើកភ្លើងអូតូអីសេរីលើនឹងបានអូខេអញ្ចឹងតាក់ទងនឹងផ្នែកអេក្រង់អត់តន់អស់ទេនៅមានមុខងារពិសេសមួយដែលខ្ញុំចង់បង្ហាញគឺកន្លែងយើងសេរីកៅអីម៉ាសាហ្មងអញ្ចឹងរថយន្តនេះបើយើងនិយាយពីកៅអីខ្យល់គឺមានទាំង4បាទ4កៅអី2មុខ2ក្រោយបិទទាំងអស់បើកទាំងអស់ក៏បានដែរ one touch មកត្រជាក់ស្រួលមែនតើហើយកៅអីម៉ាសាមានខាងមុខ2នេះហើយមានម៉ាសាបាន5របៀបហើយចង់ដាក់ថ្នមដាក់តិច Wake moderate strong យើងដាក់សេរីបានហើយយើងអាចសេរីកៅអីបដេកអីនេះដូចជាអត់ចាំបាច់ត្រូវបញ្ចូលកែបងប្អូនទេអូយម៉ាសាស្រួលខ្លាំងមែនតើកប់សេរីបងប្អូននិយាយទៅឡាននេះវាមានអារម្មណ៍ថាវាមិនមែនជាឡានធម្មតាវាដូចជាផ្ទះយើងមួយហ្នឹងបងប្អូនហើយសូម្បីតែម៉ាស៊ីនជែកក៏មានមុខងារបន្តិចខ្យល់ឲ្យបរិសុទ្ធនៅក្នុងរថយន្តយើងដែរហើយយើងអាចសេរីសេរីភាពត្រជាក់សងខាងនេះក្តៅខាងនេះត្រជាក់ក៏បានដែរយើងអាចសេរីបានទៅតាមចំណូលចិត្តបងប្អូនហើយចូលមកដល់ឡៃមុខងារកាមេរ៉ាមកជុំនេះអូច្បាស់មែនតើបងប្អូននេះបាទចង់មើលកង់ឆ្វេងកង់ស្ដាំនេះបាទខាងកាមេរ៉ាមែនឃើញទេពេញមកច្បាស់ឲ្យយើងហ្មងកប់សេរីមែនតើនិយាយកាមេរ៉ានេះគឺ very clear ហ្មងមិនថាថ្ងៃមិនថាយកពេលគឺច្បាស់ខ្លាំងងាយស្រួលក្នុងការបងប្អូនចូលចតឬក៏បងប្អូនចូលទៅ off road អញ្ចឹងណាអូខេអញ្ចឹងខ្ញុំគិតថាខ្ញុំអាចនិយាយច្រើនទេតកតងចំណុចនេះឥឡូវចូលមកដល់ផ្នែកគេហៅថាចកោតយើងនេះអញ្ចឹងចកោតជាប្រភេទចកោតអេឡិចត្រូនិកហើយខាងស្ដាំនេះគឺកន្លែងយើងលើកទូរស័ព្ទនានាខាងឆ្វេងគឺមានមុខងារមួយដែលយើងអាចចុចបើកកាមេរ៉ា360 direct ក៏បានដែរជួនកាលទៅវាអត់លោតគេធ្វើឆ្លាតដាក់អាហ្នឹងមកវាងាយស្រួលក្នុងការចុចមួយបិទមួយទៀតបើកបាទហើយនឹងមានមុខងារ cruise control ហើយ voice control អញ្ចឹងរថយន្តនេះយើងអាចបញ្ជាឲ្យបើកកញ្ចក់បើកដបក៏បានដែរចាំខ្ញុំជួយបងប្អូនមើល open sunroof វ៉ាវលយមែនតើនេះគេនេះឥឡូវបាត់រីដូវិញបាទដបកញ្ចក់ធំមែនតើហ្មងហើយកន្លែងដាក់លេខគេនៅលើនេះបងប្អូនណាបាទដាក់លេខហើយខាងនេះគឺកន្លែងសេរីផ្លិតទឹកនានាចូលមកដល់ផ្នែកអេក្រង់កណ្ដាលនេះគឺប្រភេទអេក្រង់ digital ហើយទំហំ 10.25 inch យើងអាចមើលឡានយើងផ្អៀងឆ្វេងផ្អៀងស្ដាំអានេះមុខងារសម្រាប់ឡានដែលគេចូល off road គឺសំខាន់មែនទែនហើយប៊ុំចកោតនៅខាងឆ្វេងឬខាងស្ដាំក៏បានដែរយើងអាចមើលនៅលើនឹងបានហើយគេមានកន្លែងមើលថាអគ្គិសនីសប្រហែលសាំងសប្រហែលអញ្ចឹងណានិយាយទៅមានរថយន្តនេះមួយបងប្អូនជិះទៅណាក៏ដល់ដែរអត់ទៅផ្ទះសង្សារចេះអូច្រឡំនិយាយលេងអញ្ចឹងបន្ថែមបន្តិចដែរតែទៅផ្នែកខាងមុខបើនិយាយពីកៅអីខាងមុខគឺអូតូទាំងសងខាងហ្មងងាយស្រួលក្នុងការបងប្អូនប្រើប្រាស់មែនទែនហ្មងអូខេអញ្ចឹងខ្ញុំគិតថាខាងមុខខ្ញុំលម្អិតជូនបងប្អូនបានច្រើនហើយគាត់ថាបើសិនបងប្អូននៅឆ្ងល់អីអាចមកសួរខ្ញុំបន្ថែមឬក៏អាចតាក់ទងមួយខាងមុខលើផ្នែកលក់អញ្ចឹងណាជាពិសេសអាចមកបើកបោកសាកល្បងផ្ទាល់ដើម្បីទទួលបានបទពិសោធន៍ដ៏ពិសេសពីរថយន្ត BYD Thai 7អញ្ចឹងសម្រាប់ផ្នែកខាងមុខខ្ញុំមានប៉ុណ្ណឹងបន្ទាប់មកយើងមកទស្សនាផ្នែកកៅអីជូនទី2ថាតើទំហំធំប៉ុណ្ណាហើយមានអ្វីពិសេសបន្ថែមទៀតនៅផ្នែកខាងក្រោយតាមដានជាមួយខ្ញុំចូលមកដល់ផ្នែកកៅអីជូនទី2បងប្អូននេះគឺជារថយន្តដែលមានផ្នែកកៅអីជូនទី2ដែលមិនធម្មតាមិនទូទៅកៅអីខាងក្រោយកម្រិតមាន option ទំនើបរឿងនេះប្រភេទ option កៅអីត្រជាក់សងខាងអង្គុយត្រជាក់ស្រួលមែនតើហើយកៅអីយើងអង្គុយឧទាហរណ៍បងប្អូនចង់ផ្អែកខ្លាំងមានប៊ូតុងអូតូនៅខាងនេះអូយស្រួលខ្លួនណាស់បងប្អូននេះ
សាក់សម័យយើងជិះទៅខេត្តទឹកប៉ាម៉ាក់អីនៅខាងក្រោយក៏អត់បញ្ហាដែរបងប្អូនងាយស្រួលមែនតើបងហើយស្រឡះល្អមែនតើជិះបើសិនជាថាជិះប្រជែងគ្នាខាងក្រោយ4ទៅ5នាក់ក៏ជិះបានដែរបងប្អូនកន្លែងកលដៃបាទហើយពុកស្បែកទន់ល្អមែនតើហើយសម្រាប់ផ្នែកកណ្ដាលនេះក៏យើងអាចសេរីតាក់ទងមុខងារម៉ាស៊ីនត្រជាក់ដូចជាកៅអីខ្យល់ខាងក្រោយយើងចង់បិទក៏បានដែរហើយសំចិត្តយើងអាចសេរីបើការប៉ះបជាលឿននឹងបានចឹងណាហើយនឹងមានអូនៅមានហ៊ុនសាក់ទេបងប្អូននេះហ៊ុនសាក់ Type C មួយ USB មួយទៀតគេតែមានច្រើនមែនតើបងបាទហើយភ្លើងគេប្រភេទជាលក្ខណៈមើលទៅភ្លើងតិចតិចពណ៌សនេះស្អាតមែនតើបងពោះស្រឡះមែនតើអូខេអញ្ចឹងតើតោះនឹងផ្នែកខាងក្រោយយើងមានប៉ុណ្ណឹងបន្ទាប់មកដល់វគ្គពិសេសហើយគឺវគ្គបើកបរសាកល្បងចង់ដឹងថារូបរាងរថយន្តស្រស់ស្អាតដល់កម្រិតណាដល់ពេលយើងបើកបរលើដងផ្លូវអំណាចយ៉ាងណាអញ្ចឹងណាហើយនឹងការបើកបរសាកល្បងហ្នឹងគឺខ្ញុំមានអារម្មណ៍បែបណាដែរតោះមកតាមដានវីដេអូវគ្គបើកបរសាកល្បងជាមួយខ្ញុំទាំងអស់គ្នាបងប្អូនចូលមកដល់វគ្គបើកបរសាកល្បងហើយខ្ញុំនិយាយមែនហ្មងមុននឹងខ្ញុំថតខ្ញុំជិះតេស្តមិញណាខ្ញុំពិតជាសរសើរជើងក្រោមទៅជា performance ហ្មងឡាន SUV ឡើងធំហើយជន់ស្ទុះខ្លាំងមែនទែនវាទៅជន់ហើបបងឡើងបើសិនជាយើងជិះលើផ្លូវមិញណាជន់ឡើងលក្ខណៈថាក្បាលឡានឡើងចង់ហោះទុះសាហាវមែនទែនថាឥឡូវផ្ទាល់គឺខ្ញុំនៅលើផ្លូវដីបងប្អូនឃើញផ្លូវដីបែបលក្ខណៈអញ្ចេះជិះយើងមានអារម្មណ៍ដូចជិះលើផ្លូវកស៊ូធម្មតាខ្ញុំសាក់បលែងដៃក៏អត់អង្គើទេបងប្អូនអូយជើងក្រោមធ្វើបានល្អខ្លាំងមែនទែនប៉ុន្តែដូចខ្ញុំនិយាយចឹងអារម្មណ៍ខ្ញុំពិតជាពិបាកប្រាប់បងប្អូនចង់បងប្អូនមកតេស្តផ្ទាល់បងតែខ្ញុំជឿជាក់ថាបងប្អូនច្បាស់ជាពេញចិត្តនៅពេលដែលបានសាក់បើកបររថយន្តនេះបងប្អូនពោះខ្លាំងមែនទែនបងណាបាទអីម៉ាសាក៏មានរួយខ្នងបើកអីម៉ាសាមករត់ដំយើងហ្មងផានទី Apple CarPlay Android Auto ធំហើយឡានខ្ពស់ពីដីល្អហើយបងប្អូនអាចមកទស្សនាវីដេអូខ្ញុំសាក់តេស្តត្រាយខ្ញុំព្រីពងខ្ញុំអីផងដើម្បីតេស្តពី performance ណាគឺបងប្អូនណាគូយន្តទៅទប់ដំណឹងបានល្អខ្លាំងមែនទែនរថយន្តនេះជិះយើងមានអារម្មណ៍ថាវា surprise មែនទែនបងប្អូនតែទស្សនាជន់យកហ្មងអត់ភ័យថាអូជន់ទៅហ្នឹងវាអត់ទប់ដំណឹងបានល្អយើងអត់ភ័យហ្មងជន់ដោយទំនុកចិត្តហើយជិះខាងក្នុងឡានណាគឺមានអារម្មណ៍ថាធ្ងន់ហើយជាពិសេសជើងក្រោមស្ងាត់ខ្លាំងមែនទែនហ្មងទៅកម្រិតផាសុកភាពគឺខ្ញុំពិតជាពិបាកក្នុងការនិយាយទៅក្នុងវីដេអូខ្ញុំនិយាយដែរចឹងដោយសារតែខ្ញុំចង់ឲ្យបងប្អូនបើកសាក់ផ្ទាល់ឲ្យដឹងពីគុណភាពចឹងណានិយាយទៅសម្រាប់រថយន្ត BYD Thai 7នេះអាចនិយាយបានថាជារថយន្តមួយដែលបងប្អូនអាចបើកបរបានគ្រប់កលៈទេសៈផ្លូវនៅប្រទេសកម្ពុជាយើងផ្សងព្រេងមិនថាឧបសគ្គបែបណាជិះកាត់ទឹកកាត់គ្រឿងកាត់ផ្លូវពិបាកកលិចកលុកអីគឺទៅបានទាំងអស់និយាយទៅមានប្រភេទវិលកង់ទាំង4ក៏មានហើយវិលកង់12ក៏មានដែរបងប្អូនត្រូវការជំរឿសមួយណាគេថាប៉ុង1ប៉ុង2និយាយស្រួលស្ដាប់ណាអាចទិញតាមតម្រូវការបងប្អូនតែបើសិនជាបងប្អូនចង់បាន performance កប់ទុះខ្លាំងជន់ហើបហ្មងអាចជ្រើសរើសជាមួយប្រព័ន្ធវិលកង់4ហ្មងអូយខ្ញុំពេញចិត្តមែនតើបងហើយជាពិសេសរថយន្តនេះមានការធានាផ្លូវការពីក្រុមហ៊ុន BYD Cambodia ប្រទេសកម្ពុជាយើងហ្មងប្រើដោយទំនុកចិត្តលក់វិញចែកក្រោយក៏អត់ពិបាកដែរដោយសារមានការធានាផ្លូវការអត់ខ្វះអ្នកចង់បានតពីក្រោយបងប្អូនជឿជាក់ថាអញ្ចឹងហ្មងហើយគ្រប់ mobile app គឺយើងប្រើបានទាំងអស់វាទៅគឺប្រើដោយទំនុកចិត្តហ្មងអូខេអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងទៅកាន់ក្រុមហ៊ុន BYD Cambodia ឬក៏ទៅមើលតាមសាខាគាត់អញ្ចឹងណាទៅធ្វើការបើកបរសាកល្បងមើលរថយន្តផ្ទាល់ថាតើសម្រាប់រថយន្តប៉ុណ្ណឹងគុណភាពប៉ុណ្ណឹងបងប្អូនពេញចិត្តឬនៅអញ្ចឹងសម្រាប់វីដេអូបាត់បង្ហាញអំពីរថយន្តអភិជនបែប off road BYD Thai 7ខ្ញុំមានប៉ុណ្ណឹងសូមបងប្អូនពេញចិត្តវីដេអូនេះខ្ញុំបាទសូមលាសូមអរគុណសូមជម្រាបលាបាយបាយ